ទូលព្រះបង្គំខ្ញុំបកណាសូមតាំងនាមជំនួសលោកជំទាវបណ្ឌិតព្រមដោយវត្តមានឯកឧត្តមលោកជំទាវជាកិត្តិយសសាទរសពបរិសប្រុសស្រីមហាពុទ្ធបរិស័ទទាំងអស់ដែលលោកបានលះកាត់នៅសេចក្តីកំណាញ់បានចូលមកដើម្បីបានបំពេញនៅទានជាមួយនឹងលោកជំទាវនៅក្នុងឱកាសវេលាពេលនេះសូមលំអត់លំអោនកាយក្រាបថ្វាយបង្គំកណាបង្គំម្ចាស់ព្រះបវរសទ្ធាភូសរិទ្ធព្រះរាជាគណៈថ្នាក់ចាត់ថ្វាព្រះគ្រូសោកស្ដាំវត្តលង្កាជាទីគោរពជ្រះថ្លាសពកាលទាំងពួងនៅក្នុងឱកាសវេលាពេលថ្ងៃនេះជាថ្ងៃមួយដ៏ប្រកបទៅដោយបញ្ញលទ្ធិដ៏មហាត្រកាលដែលស្ថិតនៅក្នុងភូមិគ្រឹះរបស់លោកជំទាវបណ្ឌិត IC សកុនធារីធម្មសកុនពុទ្ធសន្តិវង្សឧត្តមមហាឧបាសិកាពុទ្ធសាសនុបឋមដែលលោកបានគួចដើមប្រារព្ធបន់គម្រប់ខួប3ឆ្នាំឧទ្ទិសកុសលជូនចំពោះដល់ដុំវិញ្ញាណក្ខន្ធឯកឧត្តមឆនកំឡុងណារុងជាគម្រប់3ឆ្នាំនៅក្នុងថ្ងៃនេះនិងថ្ងៃស្អែកទូលព្រះបង្គំខ្ញុំប្រកាសណាបានចាត់ចែងរៀបចំការអារាធនាកិច្ចពិធីការបួងសួងសម្បូរសម្រងកិច្ចពិធីហោមពិធីក្រុងពេលីក៏ដូចជាការអារាធនាសម្ដេចជាអង្គម្ចាស់ទាំង9ព្រះអង្គបានស្វាគមន៍នៅព្រះបរតសោតក៏ដូចជាកិច្ចពិធីពុទ្ធជ័យមង្គលស្រែកជ័យខុសប្រោះព្រំបាច់ការពរជ័យលោកបានបបែកចែកឋានទៅលោកខាងមុខជាពុទ្ធជ័យក៏ដូចជាសមញ្ញាពិសេសរួចជាប់សពគ្រប់អាហើយកាលណានៅក្នុងគ្រាឱកាសវេលាពេលនេះសទ្ធាទឹកចិត្តលោកជំទាវបណ្ឌិតក៏នៅតែមានមិនទាន់អស់ក៏បានអារាធនាព្រះបវរសទ្ធាហុចរិតដើម្បីបានសម្ដែងធម្មវិសេសទេសនាប្រោសប្រទានចែកជូនដល់ពុទ្ធបរិស័ទក៏ដូចជាលោកជំទាវផ្ទាល់នៅក្នុងឱកាសវេលាពេលនេះផងសូជាខ្សែរំព្រះអភិធម្មជាស្បែកដឹងអរិយសច្ចជាអនលោកសម្រាប់ទូឲ្យលឺច្បាំងសត្វលោកងកងុយណាំងលឺស្គរដាំងក្រោកឡើងបានបរិស័ទបុญជុំពោដោយការឈោក្នុងជលថាខ្លាំងផងក្នុងសុរឆារាំងដឹងរីកដោយរាំងស្មៃឲ្យយល់ផ្លូវឋានសុខាបរិសាយមជ្ជេអ៊ីម៉ាស្មឹងបច្ចុប្បន្នកាលេរីឯពុទ្ធសករាជព្រះសាសនាក្នុងបច្ចុប្បន្នកាលឥឡូវនេះថ្ងៃអាទិត្យ14កើតខែមិថុនឆ្នាំម្សាញ់សប្តាហ៍ពុទ្ធសករាជ2569ប្រវត្តិសាស្ត្រស្ថិតក្នុងហេមន្តរដូវថ្ងៃខែឆ្នាំនេះលោកកំណត់ទុកជាបច្ចុប្បន្នវីរៈអនាគតេកាលេ
រីឯពុទ្ធសករាជព្រះសាសនានៅសល់ខានខាងមុខទៀត2431ប្រវត្តិសាខែនៅសល់3ខែថ្ងៃនៅសល់1ថ្ងៃបូករួមសរីទាំង3អតីតបច្ចុប្បន្នអនាគតកំណត់ព្រះពុទ្ធសករាជព្រះសាសនាគ្រប់ធួនចំនួន5000ប្រវត្តិសាស្រេចបរិបូរណ៍ណាមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈណាមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈណាមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈខ្ញុំបកុណាសូមលើកកកំបងនមស្ការថ្វាយបង្គំចំពោះប្រជុំ3នៃបត្រៃសរណៈមានពុទ្ធសរណៈជាដើមអាតរេនៈដោយសេចក្តីគោរពសក្ការៈសូមក្រាបថ្វាយបង្គំព្រះពុគុណដែលគង់ជាអធិបតីក្នុងបញ្ញបវេសនដ្ឋានដោយសេចក្តីគោរពសពន្តរាយនិវារណដ្ឋាំងកិរិយាបន្ទន់ត្រៃទ្វានមស្ការចំពោះបរតនត្រ័យបានជាបកោរាំងរៀននៅវិបត្តិទាំងឡាយកំបីបើកើតមានក្នុងតក្កណមង្គលដែលលោកជំទាវជាអធិបតីបានប្រារព្ធថ្ងៃនេះនិងថ្ងៃស្អែកផងនឹងទៀមទាយកនសិរីសួស្តីជ័យមង្គលអំពីពុទ្ធមង្គលធម្មមង្គលនិងសង្ឃមង្គលផងកិរិយាអោននមស្ការចំពោះត្រៃសរណៈជាមង្គលទាំង3នេះសូមសិរីសួស្តីជ័យមង្គលវិបុលសុខាមហាប្រសើរចម្រើនកើតមានដល់ទានាធិបតីព្រមទាំងភ្ញៀវកិត្តិយសអញ្ជើញចូលរួមសំប្រកបសម្រាប់តាមសេចក្តីប្រាថ្នាសពកាលអញ្ជលឹងបកាយហៈក្នុងឱកាសដែលលោកជំទាវជាឧត្តមភរិយាបុត្រាបុត្រីប្រសាបកើតក្រុមញាតិបានបំពេញមហាកុសលនេះឱកាសពេលនេះជាពេលនឹងស្ដាប់នៅព្រះសទ្ធម្មវិសេសទេសនាសូមលើកកប្រណម្យគោរពអញ្ជើញដួងវិញ្ញាណក្ខន្ធឯកឧត្តមឆនកំឡុងនរងមហាឧបាសកពុទ្ធសាសនូបឋមដែលបានធ្វើកាលកិរិយាគម្រប់3ឆ្នាំក្នុងឱកាសដែលភរិយាព្រមទាំងក្រុមញាតិបំពេញមហាកុសលជាពិសេសស្ដាប់ធម៌ទេសនាសូមអញ្ជើញវិបាកវិញ្ញាណរបស់ឧត្តមស្វាមីមកអនុមោទនានិងស្ដាប់នៅព្រះសទ្ធម្មក្នុងឱកាសពេលនេះត្បិតព្រះសទ្ធម្មនេះបង្ហូរចេញអំពីប្រអោសរបស់ពុទ្ធដែលជាធម៌អាចដោយនៅសួគ៌នឹងព្រះនិព្វានតាធម្មទាននេនៈភវន្តោបោជីតាវិញ្ញាណក្ខន្ធបុព្វការីជនមានជាអាចវិញ្ញាណក្ខន្ធឯកឧត្តមឆាន់ឆនកំឡុងនរងត្រូវបានក្រុមញាតិទាំងឡាយមានលោកជំទាវបណ្ឌិតIC សុគន្ធធីរីធម្មសុគន្ធពុទ្ធសន្តិវង្សឧត្តមមហាឧបាសិកាពុទ្ធសាសនូបឋម្ភិកាបានឧទ្ទិសបុណ្យ
ទាំងឡាយមានធម្មទាននិងអាមិសទានជូនទៅអ៊ីមីណាបញ្ញតេចេអ្នកសេចក្តីសម្បូរសម្រងនិងគោរពអញ្ជើញមកទទួលស្ដាប់នៅព្រះសទ្ធម្មអានុភាពនៃធម្មទេសនានឹងបានជាបញ្ញសម្ភារៈធម៌សម្រាប់អបស្ដោវិញ្ញាណខណ្ឌវិបាកវិញ្ញាណរបស់អាដាមឆនកំឡុងនរងបានដាក់ដល់ឋានបរមសុខខ្សែមខ្សានជាភ័យយោភាពកំបីបើក្លៀងក្លៀតឡើយអ៊ីតោបរាំងទីតីពិបត្តិនមស្ការសង្ខេបខ្លីនេះអាត្មាភាពនឹងលើកយកនៅព្រះសទ្ធម្មមកសម្ដែងជំរាបចែកជូនញាតិញោមពុទ្ធបរិស័ទជាពិសេសជំរាបជូនចំពោះលោកជំទាវបណ្ឌិត IC សុគន្ធធីរីធម្មៈសុគន្ធពុទ្ធសន្តិវង្សឧត្តមមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភបានជ្រាបអំពីទំនងដំណើរនៃធម្មទេសនារបស់ព្រះពុទ្ធក្នុងគោលដៅអប់រំបរិស័ទទាំងឡាយយល់ជ្រាបអំពីដំណើរជីវិតហើយប្រព្រឹត្តជីវិតនេះឲ្យស្ថិតក្នុងនៃយានិកធម៌គឺធម៌របស់ព្រះពុទ្ធដែលជាធម៌នាំផ្លូវឲ្យប្រតិបត្តិត្រឹមត្រូវដើម្បីសេចក្តីចុងក្រោយនៃជីវិតនេះឲ្យរំលងរំលោះផុតអំពីទុក្ខតិសត្វបានទទួលយកនៅកំណើតក្នុងសុគតិសត្វដើម្បីឆ្លើយតបនៅសទ្ធាទឹកចិត្តជាពិសេសដើម្បីជូនជ្រាបដល់វិបាកវិញ្ញាណខណ្ឌអាដាមឆនកំឡុងនរងធម៌ទេសនាក៏3លើកធម៌រៀងល្អិតបន្តិចធម៌រៀងជ្រៅបន្តិចយកមករំគាយសេចក្តីបំភ្លឺញ៉ាំងទឹកចិត្តទឹកសទ្ធាបានជាត្រូវលើកយកនៅធម៌រៀងមានជំរឿបន្តិចកម្ភីរភាពបន្តិចនោះព្រោះធ្លាប់ដឹងថាកាលមានជីវជនរស់នៅទាំងញោមទាវទាំងញោមអាដាមលោកបានធ្វើខ្លួនឲ្យទៅជាឧបាសកឧបាសិកាហើយទទួលបានគោរមងារមួយញោមប្រុសមហាឧបាសកពុទ្ធសាសនូបត្ថម្ភញោមស្រីធម្មៈសុគន្ធៈពុទ្ធសន្តិវង្សឧត្តមមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភជាសក្ខីកម្មបញ្ជាក់ទឹកបតីទឹកចិត្តថាញោមប្រុសស្រីទាំងពីររូបនេះជាខេមរៈជនហើយជាពុទ្ធបរិស័ទដាក់ចិត្តដាក់គំនិតទាំងពីរនេះជឿសុខគោរពក្នុងពុទ្ធសាសនាហើយបានលះបង់ទាំងកម្លាំងកាយទាំងពេលវេលាទាំងទ្រព្យសម្បត្តិជួយឧបត្ថម្ភផ្ចុងផ្ដើមត្រង់ឲ្យដំណើរការរបស់ពុទ្ធសាសនាគង់វង្សថិតថេរយូរអង្វែងអស់កាលតរៀងទៅតាមលទ្ធភាពតាមជនមាយុតាមពេលវេលារបស់គាត់មិនត្រឹមតែលះបង់ប៉ុណ្ណោះញោមប្រុសស្រីទាំងពីររូបនេះក៏បានជ្រាបច្បាស់អំពីគុណសម្បត្តិគុណប្រយោជន៍នៃការលះបង់ឲ្យឈ្មោះទៅទៀត
នៃការសង្រួមកាយវិចាចិត្តឲ្យឈ្មោះថាសិលនិងការអប់រំបន្ទុំចិត្តឲ្យឈ្មោះថាភាវនានេះច្បាស់ណាស់ដោយបូជានិងលះបង់ជីវិតដំណើរជីវិតមួយផ្នែកបម្រើជាតិសាសនាមួយផ្នែកបម្រើក្រុមគ្រួសារហើយក៏មួយផ្នែកគឺដើម្បីធ្វើប្រយោជន៍ដល់សង្គមប៉ុន្តែជាពិសេសញោមប្រុសស្រីទាំងពីររូបមិនបោះបង់ចោលនៅពុទ្ធដីកាថាអត្តាហិអត្តណោនាថោកោហិនាថោបរោសយាប្រែថាខ្លួនទីពឹងខ្លួនទីពឹងអ្នកដតីមិនបានដូចខ្លួនទេក្នុងសង្គមជាក់ស្ដែងស្វាមីត្រូវពឹងភរិយាត្រូវពឹងស្វាមីមេត្តាបេតាត្រូវទីពឹងបុត្រាបុត្រីត្រូវទីពឹងមេត្តាបេតាសិស្សគុណត្រូវពឹងគ្រូអាចារ្យពុទ្ធបរិស័ទត្រូវពឹងត្រៃសរណគមពុទ្ធពធប្រសពតែខ្លួនឯងនឹងទេដែលហៅថាទីពឹងនេះមិនមែនជាអំណាចផ្ដាច់ការឬក៏ជាទុតិដ្ឋិនិយមឬក៏អាត្មានិយមទេប្រមាត់អភិធម្មយើងកើតមកទឹកដែលនាំឲ្យកើតដល់ទៅពេលស្លាប់ទៅវិញខ្យល់ដែលនាំឲ្យស្លាប់ដំបូងពីចុងជើងដល់ចង្កេះរលត់ខ្យល់អស់ហៅថាខ្យល់ព្រះវិន័យរលត់ខ្យល់ពីចង្កេះដល់ចុងដង្ហើមគឺខ្យល់ប្រសោតនៅពេលដែលមកដល់ខ្យល់ប្រសោតរហូតលូតទៅដល់ខ្យល់អភិធម្មពេលនោះហើយអារម្មណ៍របស់យើងរកទីពឹងនៅខ្លួនឯងមានមែនលោកអាចារ្យប្រសង់នៅជុំវិញខ្លួនមានមែនកូនប្រពន្ធទ្រព្យសម្បត្តិនៅជុំវិញខ្លួនមានមែនវិទ្យាសាស្ត្រពេទ្យម៉ថ្នាំសង្កូវធុងអុកស៊ីហ្សែននៅជុំវិញខ្លួនមែនប៉ុន្តែរបស់ទាំងអស់នោះជាទីពឹងខាងក្រៅរបស់ដែលទីពឹងខាងក្នុងទៅណាគឺទានសិលភាវនាសិលនោះភាវនានោះឯងគឺជាអ្នកចូលមកជួយទីពឹងយើងត្រង់នោះហើយដែលយើងដែលបានសន្សំទុកមកអ្នកដតីមិនអាចជួយបានកូនប្រពន្ធនៅជុំវិញប្រសង់កំពុងស្វាត់ជ័យពុទ្ធគុណលោកអាចារ្យកំពុងតែស្វាត់ជ័យពុទ្ធគុណប្រសង់កំពុងតែជួយអ្នកខ្លួនយើងបានគឺបុណ្យកុសលជួយយើងហើយរលត់ផ្លឹបពេលណាគឺមានតែបុណ្យកុសលនឹងទេជូនដំណើរទៅវិធីណាសំណួរនេះយើងនឹងអាចឆ្លើយទៅតាមលក្ខណៈវិទ្យាសាស្ត្រថាសារីរៈយន្តរបស់យើងធ្វើការជាប្រក្រតីដរាបណាដរាបនោះយើងនឹងអាចរស់នៅបានប៉ុន្តែប្រសិនបើសារីរៈយន្តរបស់យើងធ្វើការមិនស្មើគ្នាក្នុងប្រក្រតីណាហើយយើងមិនអាចជួសជុលដោយរថយន្តដោយសម្ភារៈផ្សេងទេធ្លាប់ដឹងថាញោមប្រុសស្រីទាំងពីររូបក្រៅអំពីរៀនចេះនៅធម៌ទាំងឡាយរាប់តាំងពីការធ្វើទានរសាសិលចម្រើនមេត្តាធម៌សោតធម៌ប្រតិបត្តិទាំងអស់នឹងផងក៏បានសិក្សារៀនសូត្រនៅចំណេះដឹងមួយទៀតក្នុងពុទ្ធសាសនាហៅថាកម្មដ្ឋានឬយើងនិយាយជាតួទៅរត់មាត់ថាវិបស្សនាធុរៈកាលណាបើយើងរៀនឲ្យដល់នៅវិជ្ជាឈ្មោះថាវិបស្សនាធុរៈនេះយើងលែងខ្លាចស្លាប់ហើយយើងឃើញដំណើរនៃការស្លាប់របស់យើងស្លាប់ពីដំបូងយើងស្លាប់ពីណាមកកាលពីយើងកើតគឺកើតពីក្បាលមកមុនដល់យើងស្លាប់ពីជើងមកមុនយើងកើតពីក្បាលយ៉ាងម៉េច
ពេលយើងកើតបានមួយខែ5ថ្ងៃទាំងម្ដាយទាំងឪពុកអត់ដឹងទេដល់តែយើងកើតបាន26សប្តាហ៍អាការៈរបស់យើងនឹងមានអស់ប៉ុន្តែអភ័ព្វគេអត់ហៅថាកខកខងើចឹងទេគេហៅសត្វនៅក្នុងផ្ទៃម្ដាយកំសត់ណាបើគេមិនហៅថាសត្វទេគេហៅថាអាការៈ32ឬបើពុំដូច្នោះទេគេហៅថាមហាភូតរូប4យើងមានទាំងអស់អាការៈទាំង32ទឹក12ដី21កើតក្នុងផ្ទៃម្ដាយរបស់យើងអស់រយៈពេល26សប្តាហ៍កើតអស់ហើយអាការៈនោះប៉ុន្តែនៅទុននៅខ្ចីនៅជ្រាយនៅល្អិតនៅឆ្មា26សប្តាហ៍គុណនឹង7បានប្រហែលខែ7ខែឬមួយក៏182ថ្ងៃ182ថ្ងៃអាការៈរបស់យើងហ្នឹងកើតអស់នៅក្នុងផ្ទៃម្ដាយយើងអត់ដឹងថារូបរាងនឹងយ៉ាងម៉េចទេមានសភាពបែបណាដល់តែមានអាការៈទាំង32ហើយទើបសង្ខារធម៌បានដល់ចេតសិក50នឹងកើត14ចេតសិក50នេះនឹងកើតនៅក្នុងអាយតនៈទាំងនៅក្នុងមហាភូតរូបទាំង4ឬក៏សត្វឬក៏អាការៈទាំង32ដែលកើត26ថ្ងៃរួចហើយនឹងអស់រយៈពេល14សប្តាហ៍ទៀតអញ្ចឹងរូបកើត26សប្តាហ៍សង្ខារកើត14សប្តាហ៍យ៉ាងម៉េចកេសាសក់លោមារោមនខាកញ្ចក់តនតាថ្មិញតចោស្បែកម៉ាងសាំងសាច់នហារូសរសៃអថៃឆ្អឹងអថៃមិនចាំងខួរក្នុងឆ្អឹងរយតាំងពវៀនធំអន្តកណាំពវៀនតូចឧត្តរយ៉ាងអាហារថ្មីករិសាំងអាហារចាស់មាត់តកេលលាក្បាលម៉ាត់តឡងកាំងខួរក្នុងលលាក្បាលស្លែកពងពោខ្ទុះលោឲ្យតាំងឈាមសេតូញើសមេតូខ្លាញ់ខាប់អសោកទឹកភ្នែកភាសាខ្លាញ់រាវខេឡោទឹកមាត់សង្ឃានៃកាគឺខ្យល់អ្នកស្លាប់អស់កាលណាស្លាប់ខ្យល់អត់មានខ្យល់គឺអត់មានភ្លើងអត់មានភ្លើងអត់មានវិញ្ញាណអញ្ចឹងរលត់ពីចុងជើងមកអ្នកដែលដឹងអញ្ចឹងលោកត្រាតអ្នកណាលោកត្រាណាតែមិនមែនរៀនធម៌សម្រាប់ទិញសោតសម្ពុទ្ធេយេសន្តាបដិធានយានីអ៊ីវិនីយ៉ាងកេញសូមជូនអ្នកផលពុទ្ធគុណធម្មគុណដឹងទេតើតែទៅរៀនសមថកម្មដ្ឋានហើយដល់យើងនិយាយយើងអត់និយាយថាសមថកម្មដ្ឋាននេះយើងនិយាយថាសមាធិសមាធិស្មើគ្នានឹងពាក្យថាសមថៈណាសមថៈប្រែមកថាស្ងប់សមាធិក៏ប្រែថាស្ងប់សមាធិនិងកម្មសមាធិនិងសមថៈនេះគេត្រូវសិក្សារៀនសូត្រនៅក្នុងប្រព័ន្ធអប់រំចិត្តមួយហើយយើងបើយើងនិយាយនៅខាងក្រៅថាសាលាមួយបណ្ណាសាលាគេឈ្មោះសាលាកខកខបណ្ណាដល់សាលាអប់រំចិត្តនេះគេឲ្យឈ្មោះថាកម្មដ្ឋានកនឹងមកជើងមកដជើងថស្រអានឹងនៅកម្មដ្ឋានប្រែមកថាមជ្ឈមណ្ឌលជាកន្លែងការងារចិត្តធ្វើនៅទីនោះកន្លែងដែលចិត្តធ្វើការងារនៅទីនេះតើចិត្តធ្វើការងារនៅទីនេះចិត្តនឹងយ៉ាងម៉េចចិត្តនឹងឯងត្រូវធ្វើការងាររបស់ចិត្តដែលត្រូវធ្វើឲ្យស្ងប់តើស្ងប់អីធ្វើនឹងដើម្បីឲ្យស្ងប់អីថាដើម្បីឲ្យស្ងប់នៅនិវរណៈធម៌5ព្រោះយើងសពថ្ងៃហ្នឹងនិវរណៈធម៌5ឧបកិលេសធម៌12កិលេស1500
មានឧបកិលេសធម៌16នឹងឯងជាគ្រឿងសៅមកឧបកិលេសធម៌ដើម្បីឲ្យអស់នៅឧបកិលេសធម៌យើងធ្វើបុញ្ញកិរិយាវត្ថុទាំង10មានទានមយៈសីលមយៈភាវនាមយៈជាដើមលៈរហូតដល់ទុដ្ឋយុកម្មៈនិងឧបកិលេសនឹងស្រាលស្ដើងហើយប៉ុន្តែដល់កិលេស6យ៉ាងនេះដែលវានៅធ្វើឲ្យចិត្តយើងជ្រួលច្របល់ចិត្តយើងពុះកញ្ជ្រោលចិត្តយើងក្តៅកាហាយចិត្តយើងណែនណាន់តាន់តាប់ចិត្តយើងនឹងអបសុកតបប្រមល់ចិត្តយើងនឹងឯងបែកផ្សែងចិត្តយើងនឹងឯងមិនដាច់ស្រេចធម៌នឹងមាន6នៅក្នុងចិត្តសពថ្ងៃហ្នឹងកាមឆន្ទៈជាបាទៈថៃអ្នកមធៈឧថញ្ចកុកញ្ចវិជិកិច្ឆាកាមឆន្ទៈត្រេកអររីករាយប្រាថ្នាចង់បានកាមជាបាទៈចិត្តគុំគួនថៃអ្នកមធៈខ្ជិលច្រអូសលោកពេទ្យប្រាប់ថាមិនសូវស្រួលទេព្រលឹមឡើងម៉ោង4ដើរហាត់ប្រាណហ្នឹងទៅសុំតងបានទេដល់8បាត់ភ្ញាក់ដល់តែ8ភ្ញាក់តែមួយខែទៅមើលខ្វះវីតាមីន D វាអត់មានក្តៅថ្ងៃយ៉ាងព្រោះឯងថៃអ្នកមិត្តភក្តិខ្ជិលច្រអូសអត់ថាច់ចកុកកញ្ចក់ងងុយងោកងូកអាប់តោះបែកផ្សែងវិជ័យកិច្ឆាមិនដាច់ស្រេចមិនច្បាស់លាស់រវែងរមែងតែសង្ស័យគ្រប់ពេលវេលាកិលេសធម៌ទាំង5ហ្នឹងមាននៅក្នុងចិត្តនរជនប្រុសស្រីឯណាហើយចិត្តរបស់នរជនប្រុសស្រីនោះឯងមិនស្ងប់ទេនៅជ្រួលនៅច្រាលនៅក្តៅនៅក្រហាយនៅត្រេកត្រអាលនៅចង់បាសនៅលោភលន់នៅខឹងនៅក្រោមសពបែបយ៉ាងណាចឹងកម្មដ្ឋានត្រូវរៀននៅក្នុងចិត្តនឹងឯងត្រូវធ្វើឲ្យស្ងប់នៅកិលេសពុ5យ៉ាងហ្នឹងតើត្រូវឲ្យស្ងប់កិលេស5យ៉ាងទៅធ្វើម៉េចមែនយើងល្ងុយគេលេបថ្នាំល្ងុយគេទៅវាគេលក់ទេមែនយើងឈឺក្បាលលេបប្រសាថ្នាំបំបត្តិឈឺក្បាលទៅវាបាត់ដូចចឹងទេចឹងដើម្បីឲ្យស្ងប់កិលេសទាំង6មិញហ្នឹងមានមធ្យោបាយ2យ៉ាងញោមផែសិនទៅពេទ្យអីអាគ្រប់ទាំងអស់ហ្នឹងមិនអត់ទេរឿងទៅពេទ្យប្រកាសជាបានជួបពេទ្យដែរយ៉ាងតិចបំផុតក៏70% ដែលមានវត្តមាននៅក្នុងហ្នឹងពេទ្យដើម្បីគេកំណត់រោគវិនិច្ឆ័យយើងកំណត់ការព្យាបាលរបស់យើងគេត្រូវធ្វើអីថាទី1គេត្រូវរករោគវិនិច្ឆ័យឲ្យឃើញតើនៅនឹងឈឺអីឈឺណាអត់ឃើញណាកាលណាបើរកឃើញថាឈឺអីហើយមនុស្សដែលមានប្រព័ន្ធឈាមចឹងនេះឈាមឆខ្ពស់ជាងឈាមក្រហមឈាមក្រហមច្រើនជាងឈាមសបើជំងឺអញ្ចឹងហ្នឹងត្រូវប្រើថ្នាំប្រភេទម៉េចប្រភេទផ្សះហ្នឹងវាមានអង់ទីយ៉ូទិកទេដែលធ្វើឲ្យមាន side effect ទេអត់នឹងគេគិតពីភាសាហ្នឹងដែរបានគេប្រើមកអញ្ចឹងជំហានទី1គឺធ្វើរោគវិនិច្ឆ័យជំហានទី2គេប្រើថ្នាំហើយប្រសិនបើជាដល់កម្រិតថាប្រើថ្នាំមិនទៅរួចទៀតគេនឹងឈានដល់ operation វះកាត់យ៉ាងណាមិញដើម្បីកម្ចាត់នៅនិវរណៈធម៌ទាំង5ទុកជាមេរោគព្រះកម្មដ្ឋានយោគីវចរអ្នកប្រាថ្នាធ្វើឲ្យស្ងប់នៅនិវរណៈធម៌ទាំង5យ៉ាងក្នុងចិត្តរបស់ខ្លួនត្រូវតែរត់ទៅរកនៅព្រះកម្មដ្ឋានណាចាគឺអ
អាចារ្យអ្នកបង្រៀនកម្មដ្ឋានទុកដូចជាមហាវិជ្ជបណ្ឌិតញោមគាត់មកញោមអ្នករៀនកម្មដ្ឋានគឺដើម្បីមើលចរិតយើងតើបុគ្គលនឹងចរិតអីដែលអ្នកចង់ទៅរៀននៅកម្មដ្ឋាននឹងជារាគៈចរិតជាទោសៈចរិតជាមោហៈចរិតជាវិតកចរិតជាសទ្ធាចរិតជាពុទ្ធិចរិតបណ្ឌិតចរិតរបស់សិស្សដែលទៅរៀនហ្នឹងគេមើលបណ្ឌិតតាមអីបើយើងនិយាយសាមញ្ញធម្មតាថាមើលហូបបាយចុះមានស្លាបព្រាមានកែវទឹកមានសណ្ដាប់ធ្នាប់ចានតូចចានធំរាយរោគសពបែបយ៉ាងមានរបៀបបែបបត់អញ្ចឹងហូបមិនលឺសូរសំឡេងមាត់ជិបមិនហាមកអីដើរចេញទៅនឹងមានសណ្ដាប់ធ្នាប់រៀបរយគេមើលអញ្ចឹងមើលមួយខែអញ្ចឹងសម្គាល់ចាំមនុស្សនេះរាគៈចរិតចាំតែរាគៈចរិតនឹងសំបីអាកូនមកសរសៃទូចនៅគៀនកលៀនកំសក់ចិត្តដែរបោកឲ្យសម្អាតឲ្យជូតទៀតហ្នឹងថាចាត់ទុកថារាគៈចរិតហើយដល់ទោសៈចរិតផ្លេចមកផ្លេចក្រោយរៀងល្វើល្វាយគិតច្រើនពិចារណាច្រើនតិចទៅនេះតិចទៅនោះហើយដល់សទ្ធាចរិតយ៉ាងម៉េចងាយគេបោកលឺបន្តិចជឿស្ដាប់ជឿបន្តិចសោះជឿអ្នកប្រាជ្ញនិយាយក៏ជឿអ្នកមិនប្រាជ្ញនិយាយក៏ជឿស្ដាប់ធម៌ក៏ជឿខុសពីធម៌ក៏ជឿដែរហ្នឹងអ្នកសទ្ធាចរិតឆាប់ជឿដល់ពុទ្ធិចរិតគឺអ្នកមានបញ្ញាឆ្លៀសប្រតិបត្តិគេមើលចរិតទាំងអស់ចឹងរួចហើយបានគេដាក់កម្មដ្ឋានទាំងអស់40ចឹងដើម្បីឲ្យស្ងប់ធម៌9ធម៌6វិញហ្នឹងដើម្បីឲ្យស្ងប់ធម៌6កិលេសទាំង5យ៉ាងវិញហ្នឹងវិតកវិចារៈបៃតិសុខៈឯកកតាទាំង5ហ្នឹងមិនមែនចេះឲ្យតែរៀនទេគេត្រូវមើលចរិតសិនដល់តែពេលណាគេមើលចរិតថាអូសិស្សនឹងឯងគឺរាគៈចរិតដូច្នេះគេឲ្យទៅបរិកម្មនៅអង្គនៃសមុទ្ធុបក10គឺអសុប10កាយកតាសតិ1ទៅជា11យក11នឹងយកទៅបរិកម្មព្រោះអីមនុស្សរាគៈចរិតចូលចិត្តស្អាតចូលចិត្តរៀបសារចូលចិត្តធ្ងន់ដោយរៀបសារធ្ងន់ដោយស្អាតធ្ងន់ដោយល្អអញ្ចឹងឲ្យពិចារណាអសុបមាន10តាំងពីអសុបស្លាប់ភ្លាមអសុប3 4ថ្ងៃអសុបមកទឹកធ្លាយអស់នៅសរីរាវៈទវៈទ្វាទាំង9កើតនៅសេចក្តីអីសពបែបយ៉ាងទាំងអស់ហើយបរិកម្មកកាយកតាសតិក្នុងអនុសតិទាំង10មានកាយកតាសតិទី10អញ្ចឹងកាយកតាសតិហ្នឹងរបស់អត់ខ្លឹមសារមាន10ម៉ានរបស់អត់ខ្លឹមសារនៅក្នុងโลกនេះមាន3ទី1កាយគឺអត់ខ្លឹមទេឬអត់កាយក៏បានរូបក៏បានរបស់ហ្នឹងអត់រូបអត់ខ្លឹមទេទី2ទ្របរូបនឹងឯងគេហៅរូបអាសារៈពុទ្ធសម្ដែងថារូបអាសារៈឬកាយយោអាសារៈកាយនឹងអត់ខ្លឹមទេទ្រព្យសម្បត្តិដែលយើងមានវាលែងតែអរិយទ្រព្យសម្បត្តិរបស់យើងក៏អត់មានខ្លឹមដែរបើសិនជាមានខ្លឹមចាយអត់ចេញទេបើតែចាយខ្ទេចអត់មានខ្លឹមនិងទី3ជីវិតអាសារៈជីវិតរបស់យើងនឹងអត់មានខ្លឹមដែរដើម្បីឲ្យខ្លឹមមានជីវិតខ្លឹមគឺត្រូវធ្វើអំពីអសារៈជីវិតទៅជាសារៈជីវិតបានព្រះពុទ្ធសម្ដែងធម៌ទេសនាឲ្យយើងលៃលោកធ្វើជីវិតរបស់យើងពីអសារៈជីវិតប្រកបទៅដោយសារៈជីវិតបាននៅក្នុងវិសុទ្ធមគ្គលោកសម្ដែងថាជីវិតនេះមិនមែនឧត្តមខ្ពស់រុងរឿងដោយទ្រព្យដោយកូដដោយតកោដោយយុះដោយស័ក្តិដោយបុណ្យដោយសម្ភារទេជីវិតនេះឧត្តម
ដោយសារធម៌4កម្មវិជ្ជាសិលនិងធម៌កម្មវិជ្ជាចធម្មោចៈសីលੰជីវិតមត្តមੰអេតេមច្ចានកោតេនតនេនវិជីវិតរបស់សត្វមានខ្លឹមឬឧត្តមឧត្តមខ្ពង់ខ្ពស់មិនមែនជីវិតសត្វនោះប្រកបដោយទ្រព្យដោយកូនដោយត្រកូលទេប៉ុន្តែមិនមានទ្រព្យមិនមានកូនត្រកូលពងពោះក៏ដោយឲ្យតែមានកម្មមានអំពើមានការងារវិជ្ជាចំណេះដឹងសិលគឺការសង្រួមកាយនិងការទំនាក់ទំនងគឺធម៌ជីវិតទី2ធម្មអសារោទ្រព្យអត់ក្លឹមទី3កាយអសារោឬរូបអសារោរបស់នឹងអត់ក្លឹមអញ្ចឹងពិចារណាឲ្យឃើញកាយនឹងថាជារបស់នឹងពុកផុយស្អុយរលួយទេបានជាក្នុងគិរីមាននន្តសោតព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បង្រៀនពាក្យថាបរិកម្មឬភាវនាយើងភាវនាទៅទន្ទិញហើយបើមិនថាភាវនាទេថាទិញទៅបើមិនថាចេះថាភាវនាទេថាទិញហើយបើចេះពីពាក្យថាទន្ទិញថាភាវនាហើយបើចេះទៅលើហ្នឹងថាបរិកម្មទៅបរិកម្មក៏បានភាវនាក៏បានទន្ទិញក៏បានទន្ទិញថាម៉េចទន្ទិញថាឧបមាថាអាសពមានខ្ទុះបោតកៈអាសពភាំងថាអញ្ចឹងទិញចាំឲ្យរហូតចាំទៅទិញបាន4 10 20នាទីអង្គុយស្មឹងស្មាតសតិកុំទៅណាឲ្យតោងនៅលើអារម្មណ៍នឹងឧបមាថាកាយកតាសតិចឹងចាស់ថាកាយកតាសតិកាយកតាសតិកាយកតាសតិជារៀងរាល់ម៉ោងរាល់ពេលដែលយើងអង្គុយពេលភ្នែនដកដង្ហើមឲ្យត្រង់ឲ្យនឹងឲ្យស្មើតម្រង់សតិបរិកម្មបែបហ្នឹងកាលណាយើងបរិកម្មបែបហ្នឹងដូចជាគ្រូពេទ្យដែលប្រើថ្នាំចំពោះអ្នកជំងឺចឹងបើចរិតនឹងមិនមែនជារាគៈចរិតទេហើយលើកយកកាយកតាសតិយកមកបរិកម្មកុំថាមួយអាទិត្យ100 ឆ្នាំក៏អត់កើតបរិកម្មនិមិត្តដែរព្រោះអត់ត្រូវដូចជាយើងឈឺក្បាលចឹងហើយបើលេបថ្នាំឈឺក្បាលនឹងត្រូវមិនបាត់ឈឺក្បាលមិនបាត់ទេដូច្នេះវិជ្ជាសាស្ត្រមិនទៅណាឆ្ងាយអំពីដំណើរបង្ហាត់បង្រៀនរបស់ព្រះពុទ្ធទេព្រះពុទ្ធបានបង្រៀនរួចហើយថាទី1ត្រូវអាចារ្យអ្នកបង្ហាត់វិបស្សនាត្រូវស្គាល់ចរិតរបស់សត្វព្រោះចរិតនឹងឯងជារោគវិនិច្ឆ័យទី2បើស្គាល់រោគវិនិច្ឆ័យហើយតថាគតនឹងឲ្យឱសថទៅព្យាបាលគឺសមធូបក40មានអសោក10អនុសតិ10កសិន10ធាតុវវដ្ឋាន4អរូប4អាហារបដិកូល1និងស្អីទៀតធាតុវវដ្ឋាន1ហើយនឹងព្រហ្មវិហារ4ទាំងអស់នឹង40ទាំង40ឆ្នាំនឹងទាំង40មុខនឹងមិនអ្នកជំងឺទាំងអស់សពតែលេបបានទាំងអស់ទេលុះត្រាណាទៅអាស្រ័យទៅតាមរោគវិនិច្ឆ័យគឺចរិតដល់តែបរិកម្មចឹងទៅបាត់ចរិតនឹងត្រូវហើយដាក់បរិកម្មទៅមួយអាទិត្យពីរអាទិត្យកើតឡើងនៅពេលហ្នឹងបរិកម្មទៅសតិរបស់យើងបើត្រូវជាមួយនឹងចរិតត្រូវជាមួយអង្គនៃកម្មដ្ឋានអ្នកបរិកម្មដាក់ទៅចុះបរិកម្មទៅចុះដូចយើងលេបថ្នាំត្រូវចឹងពិសាថ្នាំត្រូវជំងឺចឹងហើយបើមិនចុះទេកើតធររវើរវាយអារម្មណ៍មករំខានបន្តិចលឺកូនយំបន្តិចលឺឡានបើកណាបន្តិចស្គៀបបន្តិចលមាស់បន្តិចស្ពឹកសិទ្ធិពុនទាំងអស់ហ្នឹងហៅថាវិសភាគិរម្មណ៍អារម្មណ៍ខាងក្រៅមករំខានអារម្មណ៍ដែលយើងកំពុងសង្កត់សំងំរំងាប់នៅកិលេសខាងក្នុងចិត្តមិនឲ្យរើបោរំខានចឹងហើយប្រពុតពងពងៀនទៀតថាបើមានអារម្មណ៍ចឹងរំខានត្រូវធ្វើម៉េច
ថាកន្លែងរំខាននឹងកុំថាដល់វិឡាកដាលទៅនឹងសំបីទៅលើភ្នំស្ងាត់កន្លែងតាណាក៏មានស្អីរំខានដែរយ៉ាងហើយប្រផុតក៏មានកភេមមានមុខមានសត្វអីហើងេងារំខានដូចតែគ្នាហ្នឹងហើយដូចឆ្នៃព្រះលោកបង្រៀនថាម៉េចថានឹងគ្រាន់តែយើងពិចារណាថានេះសត្វតោនៃជីវោសញ្ញោរបស់នឹងមិនមែនជាសត្វមិនមែនជាខ្លួនប្រាណរបស់នឹងនឹងសោនទៅទេដកសតិដកចិត្តអំពីរបស់រំខានហ្នឹងមកចាប់យកនៅកាយកតាសតិដែលជានិមិត្តបរិកម្មរបស់យើងឡើងវិញឧបកហនិមិត្តនៅពេលដែលកើតឧបកហនិមិត្តបៃតេ5កើតតាខុតកាបៃតេអោខនិកាបៃតេឧបង្គៀមបៃតាជុបជុំជាចោលដូចជាដុំពេជ្រដូចជារន្ទះភ្លើងមួយហើយដល់ពេលហ្នឹងអារម្មណ៍នឹងកើតឡើងខ្លួនរបស់យើងនឹងយល់ហើយតកណាភ័យហើយគិតទៅឲ្យវិតកាវិចារៈបៃតេសុខៈអេកកតាកាលណាដែលចិត្តយើងបានប៉ុណ្ណឹងឈ្មោះថាចិត្តយើងកំចាត់បងនៅនិវរណៈធម៌កាមឆន្ទៈជាបាតៈថៃណមត្ថៈឧទ្ធច្ចៈកោតយៈកាលហើយបានសេចក្តីថាចិត្តរបស់យើងស្ងប់ចាកអកុសលចិត្តហើយត្រង់ស្ងប់ប៉ុណ្ណឹងឲ្យឈ្មោះថាសមាធិកើតហើយឬហៅថាសមថៈកើតហើយដំណើរដែលយើងកំពុងព្យាយាមធ្វើកំចាត់នៅកិលេសទាំង6ហ្នឹងមានបរិកម្មនិមិត្តឧបកហនិមិត្តនិងបដិភាគនិមិត្តជាដើមហ្នឹងចន្លោះដំណើរការហ្នឹងហៅថាបរិកម្មឬភាវនាចិត្តហ្នឹងមិនទាន់ស្អាតទេមិនទាន់ស្ងប់ទេនៅប្រកបដោយជាចិត្តកកចិត្តល្អក់ចិត្តអកុសលឡើយលុះត្រាណាទៅស្ងប់ចាកនិវរណៈធម៌នឹងហើយទើបចិត្តនោះឡើងទៅកាន់អបបនាឈានគឺបានបឋមឈានប្រកបដោយអង្គទាំង5វិតកវិចារៈបៃតេសុខាអេកកតាំកុសលចិត្តតាំងបឋមឈានកុសលតាំងកុសលចិត្តនោះនឹងបាននឹងឈ្មោះថាជាបឋមឈានប្រកបដោយអង្គទាំង5វិតកវិចារៈបៃតេសុខៈអេកកតាកាលណាចិត្តយើងបានល្អបរិសុទ្ធហើយយើងពិចារណាកាយកតាសតិឃើញរបៀបស្លាប់របស់យើងបើចិត្តនឹងនៅសៅមងនៅល្អនៅកកនៅល្អនៅកកយើងមិនអាចពិចារណាឃើញរបៀបស្លាប់កើតទេឲ្យតែគិតទៅពីរឿងស្លាប់ភ័យហ្មងតក់ស្លុតរត់ឈោតហ្មងឯងអត់ទេអត់គិតពីរឿងស្លាប់យូរខ្លាចស្លាប់ដូច្នេះនឹងហើយឲ្យឈ្មោះថាអត្តាហេអត្តនោនិថោទាល់តែយើងបរិកម្មខ្លួនយើងធ្វើខ្លួនយើងចម្រើនខ្លួនយើងទើបអបបនាសមាធិឬហៅថាបឋមឈានកើតទាល់តែយើងបរិកម្មខ្លួនយើងកំចាត់បងដោយខ្លួនយើងសង្កត់សង្កិនដោយខ្លួនយើងទើបខ្លួនយើងជាអ្នកសង្កត់សង្កិនធ្វើឲ្យស្ងប់នៅនិវរណៈធម៌5បានកាលណាបើយើងធ្វើឲ្យស្រាលស្ដើងនិវរណៈធម៌5ដោយបំពេញបញ្ញកិរិយាវត្ថុទាំង10ដាច់ខ្យល់ព្រឹកស្លាប់ភ្លាមកើតទៅក្នុងសុគតិមានមនុស្សនឹងឋានសួគ៌ដល់តែពេលយើងធ្វើឲ្យអស់និវរណៈធម៌5បានកើតទៅអង្គឈានភ្លាមដាច់ខ្យល់ព្រឹកស្លាប់ទៅលែងកើតឋានសួគ៌ថ្នាក់ទេវតាគឺថ្នាក់ព្រំមានរូបបានសោយនៅសម្បត្តិជាព្រំហើយឃើញទេបានតែព្រំក៏ដោយទេវតាក៏ដោយព្រះលោកសម្ដែងថាត្រៃភពប្រកបជួបជាមួយនឹងជាតិទៅទុកជារៀងទុកជាទីទុកកំណត់សន្មត់នាមឲ្យខ្លីថាសង្សារវត្តៈឬហៅថាត្រៃភពនៅភាសាជាទេវតានិងមនុស្សអញ្ចឹងយើងត្រូវធ្វើចិត្តរបស់យើងឲ្យស្ងប់ហើយមានស្ងប់ដូចយើងថានឹងទេអាចារ្យឆ្លៀសប្រតិពលផងដល់ជាឧបសម្បត្តិឬក៏សម្បទារបស់កម្មដ្ឋានភោគីលោកអ្នកបរិភោគមានឧបនិស្ស័យនឹងអាចក្រេបជញ្ជក់រៀនសូត្រជាមួយនឹងវិបស្សនាធុរៈនឹងផងទើបកើតសង្កត់សង្កិននៅនិវរណៈធម៌បានសាសលចម្រើនភាវនា
ជាទានុបនិស្ស័យសីលុបនិស្ស័យភាវនុបនិស្ស័យដើម្បីបានជាឧបនិស្ស័យនិងសង្កត់សង្កាន់នៅនិវរណៈធម៌អស់បានទៅជាកល្យាណពុទ្ធជនដោយនរៈជនប្រុសស្រីគ្រប់រូបយល់ឃើញប្រកបទៅគ្នាដូច្នេះហើយបានយោមស្រីប្រុសទាំងពីររូបក្រៅអំពីទន្ទិញរៀនសូត្រធម៌អាសង្ខាវិន័យរួចហើយក៏បានឆ្លៀតឱកាសដ៏មានប្រយោជន៍នឹងឯងទៅសិក្សានៅនៅកម្មដ្ឋាននោះផងដែរគុណសម្បត្តិទាំងពីរដែលបានរៀនសង្គ្រោះទៅដល់ឈ្មោះថាកុសលធម៌ចឹងបុណ្យដែលយើងឧទ្ទិសឲ្យនេះយើងដាក់កំណត់ជាគោលដៅថាឧទ្ទិសកុសលកុសលជាអីកុសលជារូបឬជានាមកុសលជានាមកុសលជាឈ្មោះកុសលប្រែថាម៉េចកុសលប្រែមកថាការកាត់ផ្ដាច់នៅអំពើបាបទាំងឡាយទាំងពួងអស់ពីក្នុងចិត្តហៅថាកុសលអកុសលតេបាបកេឆន្ទតេតេកុសលធម្មជាតិឯណាដែលគេកាត់អស់នៅអកុសលគឺបាបទាំងឡាយទាំងពួងឈ្មោះថាកុសលចឹងកុសលជានាមជាឈ្មោះកុសលនេះគឺប្រើក្នុងបរិបទអភិធម្មប្រសូតហៅថាបុណ្យវិន័យសុចរិតកុសលគឺផ្លូវប្រមាថអភិធម្មកុសលនេះព្រះពុទ្ធទ្រង់សម្ដែងថាមាន8យ៉ាងថ្នាក់កាមាវចរៈកុសលចិត្តមានសោមនស្សសហកតញ្ញាណសម្បយុទ្ធអសង្ខារៈជាដើមនិងមានសោមនស្សសហកតញ្ញាណវបយុទ្ធសង្ខារៈជាទីបំផុតកុសលនឹងឯងកើតមកពីអីកើតមកអំពីធម្មទាននិងអាមិសទានធម្មទានស្ដាប់ធម៌ទេសនាដាពុស្ដាបរិត្តសោស្វាជាសន្តបករណានិងសិក្សារៀនសូត្រវិបស្សនាធរៈគន្ធធរៈដល់អាមិសទានបាយទឹកនំចម្រៃបច្ច័យតពូនដែលបានបំពេញធ្វើក្នុងឱកាសពេលហ្នឹងទាំងពីរនឹងបូកចូលគ្នាទៅជាកុសលអញ្ចឹងយើងត្រូវឧទ្ទិសមហាកុសលនេះជូនចំពោះវិបាកវិញ្ញាណវិញ្ញាណជានាមវិញ្ញាណជាឈ្មោះរូបបែកធ្លាយទៅហើយវិញ្ញាណអ្នកទទួលផលទទួលយកនៅអីទទួលយកនៅកុសលកុសលជានាមវិញ្ញាណជានាមឧទ្ទិសនាមគឺកុសលជូនចំពោះនាមគឺវិញ្ញាណបានទៅវិញ្ញាណនឹងទទួលឧទ្ទិសនឹកទាំងអស់គ្នាអញ្ជើញទាំងអស់គ្នាមកអនុមោទនាគ្រប់គ្នាព្រោះថាបុណ្យនេះនឹងជាទីពឹងរបស់សត្វទាំងមានជីវិតរស់នៅទាំងធ្វើកាលកិរិយាទៅតែរោកុតសូត្រពុទ្ធត្រាស់សម្ដែងតបញ្ញានេះបរលោកាស្មੰបតថាហោតិបានិណាដោយយល់ច្បាស់ឃើញដូច្នោះបានជាលោកទាវស្រាទៅប្តីសម័យទៀតបានបំពេញកុសលនេះដើម្បីខ្លួនផងនិងដើម្បីឧទ្ទិសចំពោះវិបាកវិញ្ញាណខាងរដំស្វាមីនៅធ្វើការកិរិយាគម្រប់3ឆ្នាំផងធ្វើនឹងត្រឹមត្រូវទៅតាមទស្សនៈជាពុទ្ធសាសនាដែលមានប្រកាសក្នុងគម្ពីរនៃការនានាមានបត្រៃបិដកជាដើមបាទដូច្នេះទេធម៌ទេសនាសៀរចប់អស់ធម៌នេះក្នុងធម្មទៀតមិនមកមិនតាំងមុនឥឡូវសៀរចប់ហើយមុននឹងបញ្ចប់អាចចលឹងបកែហៈសូមឧទ្ទិសអ្នកផលកុសលទាំងអស់នេះជូនចំពោះដួងវិញ្ញាណកាអ្នកដំឆោមកំឡុងណារងសូមមេត្តារលះរឡាងអញ្ជើញបកទទួលអនុមោទនាទទួលយកនៅផល្លានិសង្ឃនេះអ៊ីមេណាបយតេជេអ្នកកំណោបុណ្យរិស័យដែលកើតអំពីសេចក្តីប្រាថ្នាឧទ្ទិសជូនទៅសូមឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាហើយបានទៅសោយសេចក្តីសុខក្នុងបរមឋានជាភ័យយោភាពកំបីគ្លៀងខ្លាយជាប្រការដតីឡើយអាយ៉ាធម្មទេសនានៅទេតាកិច្ចនិទានធម៌ដោយសង្ខេបខ្លីមកប៉ុណ្ណេះសន្មតទៅចប់តាមកាលវេលាអេវ៉ាំងសាធុមានចំនួន$400និង$40,000រីឯពុទ្ធបរិស័ទមាន$37,310ចឹងសរុបទាំងអស់គឺមានចង្សុខាវចរៈបតយ៉ាងកាយាវតវងតិសាសតិចតោអបេតវិញ្ញាណោនិរថងបកលំករងសព្វរូបោណាសតុមេតេបវធន្តរាយោសុខតិកេកោបវវិវេតនសយសនច្ចੰពុទ្ធាហ
ទាវមានស្ដីជ្រះថ្លាបវរណានៅប្រាក់770000បន្ថែមដើម្បីគ្រប់1លានទាំងថ្លៃតាធម្មទានណែនភវន្តពោចិតាសោតឹងករោតេតវិហារមណ្ឌលេតេបានពុទ្តាសកតាភវន្តតេចលាជាយេបេយន្តសម្យកោវអន្តាយចហេតាយចអមហេរកន្តសត្វសូមអនុមោទនានូវផលនៃធម្មទានសូមអនុមោទនាសូមអនុមោទនាទិផលនៃធម្មទានជូនបដិសន្ធិវិញ្ញាណថ្មីរបស់ឯកឧត្តមឆនកំឡុងនរងសូមអនុមោទនា